បនទុនលេ3ថ្ងៃនៅខេត្តតាកែវទទួលបានភ្ញៀវទេសចរជាង30,000 នាក់បើតាមរបាយការណ៍របស់ក្រសួងទេសចររយៈពេល3ថ្ងៃនៃព្រឹត្តិការណ៍បនទុនលេមានភ្ញៀវទេសចរជាតិអន្តរជាតិចំនួន 157,966 នាក់បានចូលរួមទស្សនានិងដើរលេងកម្សាន្តនៅទីតាំងបនទុនលេសួនច្បារមាត់បឹងតាកែវដោយក្នុងចំណោមនោះមានភ្ញៀវទេសចរបរទេសចំនួន 1028 នាក់ផងដែរជាមួយគ្នានេះនៅថ្ងៃទី1មានទេសចរជាតិដើរលេងកម្សាន្តចំនួន 11367 នាក់និងទេសចរបរទេសចំនួន260នាក់ដោយឡែកនៅថ្ងៃទី2មានទេសចរជាតិដើរលេងកម្សាន្តចំនួន 18000 នាក់និងទេសចរបរទេសចំនួន300នាក់និងថ្ងៃទី3មានទេសចរជាតិដើរលេងកម្សាន្តចំនួន 148,599 នាក់និងទេសចរបរទេសចំនួន468នាក់សូមជម្រាបផងដែរថារយៈពេល3ថ្ងៃនៃពិធីបុណ្យទុនលេដែលរៀបចំធ្វើឡើងនៅសួនច្បារមាត់បឹងតាកែវមានកម្មវិធីជាច្រើនដែលបានរៀបចំឡើងដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិរួមមានការរត់ប្រណាំងមហាជនរយៈចម្ងាយ5គីឡូម៉ែត្រការជិះទូកកាយ៉ាក់លេងកម្សាន្តនៅបឹងតាកែវការប្រកួតលេងអុកនិងការប្រកួតគុនខ្មែរនិងមានកីឡាជាច្រើនទៀតដោយឡែកនៅពេលរាត្រីមានការសម្ដែងល្ខោនយីកេការប្រគំតន្ត្រីចូលរួមពីក្រុមសិល្បករសិល្បករនីល្បីៗការតាំងពិព័រណ៍លទ្ធផលសក្តានុពលរបស់ខេត្តតាកែវព្រមទាំងមានការបង្ហោះគោមនិងការអុជកាំជ្រួចដើម្បីអបអរសាទរផងដែរលំហូរឆ្ងាញ់